សួស្តីបងប្អូនទាំងអស់គ្នាដែលជាអតិថិជនរបស់ដូងខ្ទិះធម្មជាតិទាំងអស់គ្នាណាថ្ងៃនេះនាងខ្ញុំមកធ្វើវីដេអូនិយាយអំពីដូងខ្ទិះរបស់យើងណាចំពោះដូងខ្ទិះរបស់យើងផងដែរអ្នកមើលណែនេះគឺពុះសាច់រូបភាពពិតតែម្ដងណាចានេះនៅនឹងដៃនាងខ្ញុំគឺសាច់ក្រាស់ល្អគឺស្អិតល្មុតតែម្ដងណាដែលបងប្អូនដែលជាវទៅគឺថាមិនខកបំណងតែម្ដងចំពោះអត្ថប្រយោជន៍របស់ដូងខ្ទិះនេះផងដែរគឺយើងអាចយកទៅធ្វើជាប្រភេទបង្អែមផ្លែឈើក៏បានអាចធ្វើជាទឹកក្លុកក៏បានដែរណាក្នុងមួយផ្លែបែបនេះគឺខ្ទិះវាច្រើនមែនតែនមួយផ្លែអាចធ្វើទឹកក្លុកបានខ្ទង់ពី10កែវទៅ15កែវឯណោះណាមើលណែដែលអ្នកទាំងអស់គ្នាដែលចង់យកទៅធ្វើជាទឹកក្លុកលាយជាមួយនឹងផ្លែឈើផ្សេងណាគឺល្អខ្លាំងមែនតែនជាមួយនឹងដូងខ្ទិះរបស់យើងសម្រាប់ដូងខ្ទិះនេះផងដែរអត្ថប្រយោជន៍ក៏ដូចជាគុណសម្បត្តិរបស់វានោះគឺអាចជួយសម្រួលទៅដល់សរសៃឈាមនៅក្នុងរាងកាយសម្រួលទៅដល់សន្លាក់ដៃសន្លាក់ជើងបងប្អូនដែលមានបញ្ហាទឹកនោមផ្អែមក៏អាចយកទៅពិសាបានដែរណាជាមួយនឹងដូងខ្ទិះយើងនេះគឺអាចជួយបំពេញសុខភាពរបស់អ៊ំពូមីងចាស់ឲ្យកាន់តែប្រសើរឡើងជាងមុនផងដែរដោយសារតែផលិតផលរបស់យើងជាផលិតផលធម្មជាតិពិតដែលជារបស់កម្រទៀតចាវាក៏ជារបស់កម្រដែរក្នុងមួយធ្លាយើងបានតែ2 3ផ្លែទេដែលបានខ្ទិះល្អបែបនេះណាអញ្ចឹងបញ្ជាក់ថាផលិតផលរបស់យើងជារបស់កម្រធៀបជាមួយនឹងកម្រនេះផងដែរចារូបរាងទូចប៉ុន្តែខ្ទិះច្រើនល្អមែនតើសម្រាប់បងប្អូនដែលគាត់ចង់ជាវយកទៅលក់បន្តឬក៏អ្នកដែលចង់ធ្វើជាតំណាងចែកចាយរបស់ដូងខ្ទិះនេះផងដែរគឺយើងមានតំណែងធ្វើការជ្រើសរើសតំណាងចែកចាយណាហើយសម្រាប់បងប្អូនដែលគាត់ចង់ជាវយកទៅធ្វើបង្អែមហូបតាមគេហដ្ឋានលក្ខណៈតូចទិញរាយគឺខាងក្រោយអាចទម្លាក់លេខទូរស័ព្ទមន្ទីរតាំងនៅខាងក្រោមខមមិនឬក៏អាចតាក់ទងតាមលេខទូរស័ព្ទដែលមាននៅខាងលើ caption នេះបានណាអញ្ចឹងនាងខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា